អ្នកនរគ្នាបើយើងនៅក្នុងចន្ទាយន្តសុកហើយដាច់ភ្លើងតែយើងគួរធ្វើមកយើតើមកនេះចាំខ្ញុំប្រាប់ជំហានទី1សូមធ្វើការតាំងចិត្តឲ្យស្ងប់និងសម្រួលអារម្មណ៍បន្ទាប់មកសូមចុចប៊ូតុងសញ្ញាកណ្ដឹងឬប៊ូតុងសញ្ញាទូរស័ព្ទដែលមាននៅក្នុងទូចន្ទាយន្តដើម្បីតភ្ជាប់ទៅកាន់ភ្នាក់ងារសន្តិសុខរបស់អគារប្រសិនបើមានសញ្ញានិងលេខទូរស័ព្ទសូមទំនាក់ទំនងទៅកាន់លេខសង្គ្រោះបន្ទាន់របស់អគារឬភ្នាក់ងារបច្ចេកទេសចន្ទាយន្តដើម្បីជួយសង្គ្រោះជាចុងក្រោយសូមធ្វើតាមការណែនាំរបស់ភ្នាក់ងារបច្ចេកទេសនិងសូមកុំព្យាយាមបើកទ្វារដោយកម្លាំងដៃឲ្យសោះប្រសិនបើអគាររបស់អ្នកប្រើប្រាស់ចន្ទាយន្តមហិយន្តរបស់យើងគឺមានប្រព័ន្ធអាគុយ battery ដំណើរការដោយស្វ័យប្រវត្តិនៅពេលដាច់ភ្លើងនិងនាំចន្ទាយន្តចុះដល់ជាន់ខាងក្រោមដែលនៅជិតបំផុតព្រមទាំងធានាសុវត្ថិភាពអ្នកដំណើរមិនឲ្យជាប់គាំងក្នុងចន្ទាយន្តនោះទេប្រសិនបើលោកអ្នកមានតម្រូវការជាមួយនឹងចន្ទាយន្តសម្រាប់គម្រោងអគារសូមទំនាក់ទំនងលេខទូរស័ព្ទខាងលើនេះនិងសូមអរគុណសម្រាប់ទស្សនាវីដេអូមួយនេះបាយបាយ